សួស្តីបងប្អូនទាំងអស់គ្នាអ្នកនិយមលេងបាល់ទះទាំងអស់គ្នាម្ដងទៀតខ្ញុំសូមចែករំលែកបន្តពីវីដេអូមុនដែលពាក់ព័ន្ធជាមួយនឹងការលេង roll ការបង្វិលជុំនៅក្នុងបាល់ទះស្តង់ដាខ្ញុំមានចំណុច2សំខាន់ដែលត្រូវលើកមកនិយាយថ្ងៃនេះទី1តើតួនាទីអ្នកលើកបាល់ឬក៏យើងហៅថា setter ហ្នឹងនៅពេលដែលគាត់ឈរនៅលើឬក៏នៅក្នុង zone ណាមួយឬក៏ zone នៅខាងក្រោយតើគាត់គួរដូរទៅឈររបៀបម៉េចឬក៏គាត់ចាប់សេវាដូចអ្នកដទៃដែរឬក៏ដូរទៅកន្លែងផ្សេងមួយទៀតទី2តើត្រូវរៀបចំតំណែង position ទាំង6យ៉ាងដូចម្ដេចមុនពេលសេវាចាប់ផ្ដើមដំបូងអូខេអញ្ចឹងមុននឹងខ្ញុំចូលទៅដល់ការរៀបចំ role នៅក្នុងទីលានតាម zone នីមួយៗខ្ញុំសូមរំលឹកពីវីដេអូមុនបន្តិចនៅក្នុងវីដេអូមុនខ្ញុំបាននិយាយច្រើនដែរពាក់ព័ន្ធជាមួយនឹង basic ជាមូលដ្ឋានណានៅក្នុងការលេងបាល់ទះស្តង់ដាតែយើងត្រូវមានអីខ្លះអញ្ចឹងសម្រាប់បងប្អូនដែលមិនទាន់ដឹងថា basic មូលដ្ឋានក្នុងការលេងបាល់ទះដំបូងមានអីខ្លះអាចទៅមើលនៅក្នុងវីដេអូទី1បានប៉ុន្តែខ្ញុំអាចរំលឹកខ្លីៗតិចបន្ថែមមុននឹងឈានចូលទៅដល់មេរៀនថ្មីទី1បងប្អូនទាំងអស់គ្នាត្រូវយល់ពីzone នៅក្នុងទីលានលេងបាល់ទះហ្នឹងគឺយើងចែក zone ពី1ដល់6បើន័យថា zone ខាងក្រោយមានលេខ1លេខ6លេខ5ហើយ zone 3ម៉ែត្រខាងមុខគឺយើងមានលេខ2លេខ3ហើយនិងលេខ4ដូច្នេះការវិលជុំគឺត្រូវវិលទៅតាម zone នីមួយៗនៅក្នុងទីលានបន្ទាប់ពីយើងវាយសេវាលើកទី1ហើយនោះមួយវិញទៀតរាល់ការវិលជុំត្រូវតែវិលឲ្យស្របជាមួយនឹងត្រូនិកនាឡិកាបើន័យថាវិលម្ដងមួយ0មួយកាំបើន័យថា zone ទី1វិលមក zone ទី6អ្នកនៅទី6គឺត្រូវវិលទៅកាន់តំបន់ទី5អូខេឥឡូវយើងជជែកលម្អិតអំពីការរៀបចំរ៉ូនៅក្នុងទីលានជាក់ស្ដែងតែម្ដងពេលខ្លះអ្នកលេងបាល់ទះស្តង់ដាឬក៏អ្នកថ្មីហ្នឹងក៏ច្រើនតែឆ្ងល់ថាចុះមិនបាន setter នៅតំបន់ទី1 libero នៅតំបន់ទី2ឬក៏outside hitter នៅតំបន់ខាងនេះខាងនោះវិញទៅនេះខ្ញុំសូមរំលឹកបងប្អូនទាំងអស់គ្នាឲ្យបានយល់ថារាល់ការលេង role ដំបូងកីឡាករណាឈរនៅក្នុង zone ទីប្រមាណអានោះវាជាការរៀបចំរបស់គ្រូបង្វឹកប៉ុន្តែនៅក្នុងការលេងបាល់ទះស្តង់ដាគេតែងតែមានទម្រង់របស់គេមាន5-1ឬក៏4-1អីចឹងទៅអាហ្នឹងគឺអាស្រ័យគ្រូរបស់ក្រុមនីមួយៗគាត់យកទម្រង់បែបណាយកមកប្រើប្រាស់ឬក៏គាត់អាចបំបែកតាមជាក់ស្ដែងរបស់គាត់បានបន្ទាប់ពីគាត់រៀបចំតើកីឡាករ setter កីឡាករ outside hitter libero គាត់គួរទៅឈរកន្លែងណាហើយរាល់ការប្រកួតតែងតែមានលីសឬក៏បញ្ជីឈ្មោះហ្នឹងឲ្យទៅអាជ្ញាកណ្ដាលដើម្បីគាត់ដឹងថាតើយើងគួរតែវិលចេញពីចំណុចណាមួយប៉ុន្តែជាធម្មតាគេតែងតែចំណាំយក setter ឲ្យឈរនៅក្នុង zone 1 zone ខាងក្រោយហ្នឹងគឺមើលវីដេអូមុនទៅខ្ញុំនឹងបង្ហាញជូនបងប្អូនទាំងគ្នាថា zone 1កន្លែងណាអញ្ចឹង setter គេតែងតែចំណាំថាជាអ្នកចាប់ផ្ដើមវិលនៅក្នុងការបង្វិលជុំលើកទី1មុនគេដូច្នេះអ្នកទាំងអស់គ្នាសូមកលេចមើលទៅក្នុងវីដេអូនេះទម្រង់ slide ដែលខ្ញុំបានដាក់បង្ហាញជូននេះឥឡូវយើងមើលទី1គឺការបង្វិលជុំទី1ក្នុងករណីយើងចាប់កាក់ទៅក្រុមខាងយើងបានវាយសេវាមុនណាបើន័យថាវាយសេវាមុនគូបដិបករបស់យើងហើយយើងមើលទម្រង់ដើមអញ្ចឹងទម្រង់ដើមយើងអាចរៀបចំបែបនេះទី1 setter អាចឈរនៅក្នុង zone 1 libero ភាគច្រើនគឺគេដាក់នៅក្នុង zone 6នឹងឯងដោយសារគាត់ជាអ្នកកាងសេវាឬក៏ចាប់សេវាបានល្អជាងកីឡាករដទៃទៀតនៅបន្ទាប់នៅ zone 5គឺភាគច្រើនគេដាក់តួនាទីជា outside hitter ឬក៏ខ្មែរយើងភាគច្រើនហៅថាស្មាត់ស្ដាំអញ្ចឹងណាឬក៏ស្មាត់វាយ3ម៉ែត្រអីចឹងមកយើងជាធម្មតាគឺត្រូវតែចែកទម្រង់3មុខ3ក្រោយបែបនេះបន្ទាប់មកអ្នកដែលមានតួនាទីជា setter នៅតំបន់1អ្នកឈរនៅ zone 1ឬក៏តំបន់1ហ្នឹងគាត់នឹងចាប់ផ្ដើមឡើងវាយសេវាណាចាប់ផ្ដើមឡើងវាយសេវានៅតំបន់1អញ្ចឹងអ្នកដែលមានតួនាទី3ខាងមុខ
គាត់មានទូនាទីធ្វើជារនាំងឬក៏យើងច្រើនតែស្គាល់ហៅថាធ្វើបាំងឡើងអីហ្នឹង3មុខហ្នឹងគឺគាត់មានទូនាទីបាំងហើយខាងក្រោយគាត់មានទូនាទីការពារ libero ហើយនឹង outside hitter ហ្នឹងគឺគាត់មានទូនាទីការពារលុះករណីដែលការពារបានគាត់អាចឡើងវាយផ្ដាច់ក្នុងទម្រង់3ម៉ែត្របានប៉ះសិនបើយើងអាចការពារបាល់នឹងបានណាហើយសិតថាគាត់នៅអាចវាយបាល់បន្តសេវាបន្តបានម្ដងទៀតក្នុងករណីដែលបាល់ហ្នឹងយើងនៅតែស៊ីវាយស៊ីបានបន្ទុកអញ្ចឹងសិតថាគាត់អាចនៅតែវាយបន្តបានដដែលមិនទាន់ដូររ៉ូលទេខ្ញុំនិយាយបែបនេះបានន័យថាកុំឲ្យបងប្អូនទាំងអស់គ្នាយល់ច្រឡំថាហេឲ្យតែថាបាល់រកបានបន្ទុកដឹងតែវិលជុំហ្មងឯអត់ទេគឺករណីពិសេសនេះមួយគឺពេលដែលអ្នកនៅតំបន់មួយគាត់ឡើងវាយសេវាបានន័យថាវាយទៅគេយកសេវាយើងបានហើយស៊ីបានបន្ទុកចឹងគាត់នៅតែមានសិទ្ធិវាយដដែលហើយរ៉ូលហ្នឹងគឺមិនទាន់ដូរទេបានន័យថាគាត់វាយរហូតតែគាត់ខូចសេវាឬក៏ភាគីគូបដិបករបស់យើងហ្នឹងគាត់អាចយកបាល់នឹងបានគាត់វាយផ្ដាច់មកវិញត្រង់នេះគឺគាត់អស់សិទ្ធិវាយសេវាទៀតហើយបន្ទាប់ពីគូបដិបកគាត់បានវាយផ្ដាច់មកខាងយើងវិញបានបន្ទុកហើយនោះសេវានឹងបានទៅកាន់គូបដិបកម្ដងអញ្ចឹងក្រុមរបស់យើងត្រូវរៀបចំតម្រង់ទទួលសេវាឬក៏យើងច្រើនតែស្គាល់ថាចាប់សវិសនឹងឯងក្នុងករណីនេះបានន័យថាយើងមកឡើងចាប់សេវាមែនប៉ុន្តែមិនទាន់បានន័យថាយើងដូរទៅក្នុង rotation 2 ទេមិនទាន់នឹងវិលទៅក្នុងជុំទី2នៅឡើយទេបានន័យថាយើងស្ថិតនៅក្នុងជុំទី1ដដែលប៉ុន្តែស្ថិតនៅក្នុងទម្រង់ចាប់សេវាម្ដងណាទទួលសេវាម្ដងក្នុងការទទួលសេវាបងប្អូនអាចមើលទៅលើ slide ខាងស្ដាំដៃដែលខ្ញុំដាក់ថាបំលែងទម្រង់ក្នុងករណីនេះខ្ញុំចង់រំលឹកពីវីដេអូមុនបន្តិចដែលខ្ញុំបានជម្រាបជូនអ្នកទាំងអស់គ្នាថានៅពេលដែល CV ក្នុងការចាប់ផ្ដើមលេងដំបូងហ្នឹងគឺយើងមានរបៀប2ទី1សេវានៅខាងក្រុមយើងវាយមុនហើយទី2សេវានៅខាងក្រុមបដិបកវាយមុនត្រង់ចំណុចនេះចង់បញ្ជាក់ថានៅពេលដែលសេវាខាងយើងវាយមុនគឺយើងត្រូវវាយចេញពីsetter ហើយនៅពេលដែលសេវាវាយចេញពីគូបដិបកមុនគឺយើងត្រូវវិលជុំបញ្ច្រាស់ត្រនិចនាឡិកាមួយជុំបានន័យថាយកជុំទី6មកធ្វើជុំទី1វិញអញ្ចឹងបានន័យថាតួនាទី setter គាត់ត្រូវទៅឈរនៅក្នុងតំបន់2អញ្ចឹងអ្នកតំបន់2គាត់ទៅឈរនៅក្នុងតំបន់3វិញឥឡូវសូមកលេចមើលទៅទម្រង់នៅក្នុងរូបភាពស្ដាំដៃនេះទម្រង់នេះគឺបានន័យថានៅក្នុងការចាប់ផ្ដើមដោយខាងយើងជាអ្នកវាយសេវាមុនបានន័យថាខាងយើងវាយសេវាមុនអញ្ចឹងយើងបន្ទាប់ពីវាយទៅគេវាយផ្ដាច់មកយើងវិញបានអញ្ចឹងយើងចាប់ផ្ដើមរៀបទម្រង់ទទួលសេវាវិញទី1នៅក្នុងនេះយើងអាចយកoutside hitter ទៅជួយចាប់សេវាបានចំណែក setter យើងអាចឲ្យគាត់ឈរមកជាហៀងបានប៉ុន្តែអត់ឲ្យចេញពីតារាងទេណាបើន័យថាឈរស្ថិតនៅក្នុងខ្សែតារាងយើងអាចមើលលម្អិតទៅតាមរូបភាពហ្នឹងអាចច្បាស់ផងនៅក្នុងការបំលែងទម្រង់ចាប់សេវាយើងអាចយកអ្នកដែលឈរនៅក្នុងសូនខាងមុខហ្នឹងអាចមកជួយចាប់សេវាបានតែពេលខ្លះបងប្អូនថ្មីគាត់ឆ្ងល់ថាមិនគាត់នៅក្នុងតំបន់ខាងមុខប៉ុន្តែហេតុអីបានមកអាចឈរចាប់សេវានៅតំបន់ខាងក្រោយបានកន្លែងនេះខ្ញុំសូមបញ្ជាក់ថាជាមិនមែនជា rotation role ទេមិនមែនជាដើរ role ទេប៉ុន្តែជាទម្រង់បំលែងចាប់សេវាបើន័យថាយើងអាចយកតួនាទីអ្នកខាងមុខហ្នឹងមកជួយចាប់សេវាបានប៉ុន្តែមិនឲ្យឈរចំស្មើជាមួយឬក៏បន្ទាត់ស្មើជាមួយនឹងអ្នកនៅខាងក្រោយនឹងទេគឺគាត់ត្រូវឈរបញ្ឆិតចំហៀងខាងមុខបន្តិចបើន័យថាចូលទៅខាងមុខមួយចំហៀនដើម្បីមិនឲ្យជន់នៅក្នុងខាងរ៉ូលខាងក្រោយទេបន្ទាប់ពីសេវាលើកចេញពីខាងគូបដិបកបានន័យថាគេលើកបាល់ចេញមកចឹង setter អាចរត់មកខាងតំបន់ខាងមុខវិញដើម្បីលើកបាល់ទៅកាន់ស្មាត់វាយប្រយុទ្ធមានដូចជា outside hitter អ្នកដែលនៅតំបន់ខាងមុខគាត់អាចវាយរំលងនៅទល់នឹងប៉លេបានចំណែកឯអ្នកនៅតំបន់ក្រោយគាត់អាចវាយជាបែប3ម៉ែត្របាន
បន្ទាប់ពីក្រុមរបស់យើងបានវាយផ្ដាច់បានបន្ទុត្រង់ចំណុចនេះហើយគឺចាប់ផ្ដើមដើរ roll បានន័យថាអ្នកបើន័យថាត្រូវវិលទៅជុំទី2អញ្ចឹងអ្នកនៅតំបន់1គាត់វិលទៅតំបន់6អ្នកចំណែកឯអ្នកដែលត្រូវវិលដល់ zone 1បើន័យថាតំបន់ទី1ត្រូវឡើងវាយសេវាអញ្ចឹងសូមបញ្ជាក់ថានៅពេលដែលក្រុមយើងបានបន្ទុគឺត្រូវតែវិលមួយជុំអញ្ចឹងអ្នកដែលឡើងមកដល់តំបន់1ត្រូវឡើងវាយសេវាបន្ត